អបអូសាទរអត្តពលិកតេក្វាន់ដូកម្ពុជាទទួលបានមេដាយសរុប41គ្រឿងពីការប្រកួតកីឡាតេក្វាន់ដូ ITF ជើងឯកអាស៊ី2026នៅថ្ងៃទី9ខែសីហាឆ្នាំ2026ដែលជាថ្ងៃចុងក្រោយអត្តពលិកកម្ពុជាបានបញ្ចប់ការប្រកួតកីឡាតេក្វាន់ដូ ITF ជើងឯកអាស៊ី2026នៅម៉ុងហ្គូលីដោយដណ្ដើមបានមេដាយសរុប41គ្រឿងនៅក្នុងនោះមេដាយមាស8គ្រឿងប្រាក់12គ្រឿងនិងសំរឹទ្ធ21គ្រឿងសម្រាប់ថ្ងៃដំបូងនៃព្រឹត្តិការណ៍នេះកីឡាករកីឡាការិនីកម្ពុជាដណ្ដើមបានមេដាយជូនជាតិសរុបចំនួន8គ្រឿងមេដាយមាស2គ្រឿងមេដាយប្រាក់3គ្រឿងនិងមេដាយសំរឹទ្ធ3គ្រឿងថ្ងៃទី2បន្ទាប់មេដាយកើនដល់17គ្រឿងហើយនៅក្នុងនោះមាស3គ្រឿងប្រាក់6គ្រឿងនិងសំរឹទ្ធ8គ្រឿងចំណែកការប្រកួតថ្ងៃទី3មេដាយបានកើនដល់21គ្រឿងក្នុងនោះមាស4គ្រឿងប្រាក់6គ្រឿងនិងសំរឹទ្ធ11គ្រឿងឈានចូលដល់ថ្ងៃទី4លទ្ធផលមេដាយបណ្ដោះអាសន្នកើនដល់33គ្រឿងដោយក្នុងនោះមេដាយមាស6គ្រឿងប្រាក់10គ្រឿងនិងសំរឹទ្ធ17គ្រឿងលុះចុងក្រោយថ្ងៃទី9ខែសីហាឆ្នាំ2026ដែលជាថ្ងៃផ្ដាច់ព្រាត់កម្ពុជាដណ្ដើមបានមេដាយសរុប41គ្រឿងក្នុងនោះមេដាយមាស8គ្រឿងប្រាក់12គ្រឿងនិងសំរឹទ្ធ21គ្រឿងសូមបញ្ជាក់ថាមេដាយទាំងនេះសរុបទាំងចំនួនមេដាយដែលដណ្ដើមបានដោយកីឡាករថ្នាលផងដែរជាឈុតឆាកដ៏រំភើបមួយនៅក្នុងព្រឹត្តិការណ៍នោះគឺពិធីបំពាក់មេដាយមាសជូនអត្តពលិកកម្ពុជាលើវិញ្ញាសាបច្ចេកទេសពិសេសទិដ្ឋភាពទង់ជាតិខ្មែរភ្លេងជាតិខ្មែរបានបង្ហាញជូនក្នុងពិធីបិទព្រឹត្តិការណ៍ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់នាយករដ្ឋមន្ត្រីនៃប្រទេសម៉ុងហ្គូលីនោះហើយជាមោទនភាពសម្រាប់អត្តពលិកផ្ទាល់និងប្រជាជនកម្ពុជាទាំងមូលគួររំលឹកផងដែរថាព្រឹត្តិការណ៍ប្រកួតតេក្វាន់ដូ ITF ជើងឯកអាស៊ី2026នេះធ្វើឡើងរយៈពេល5ថ្ងៃដោយចាប់ផ្ដើមធ្វើឡើងថ្ងៃទី5ខែសីហាឆ្នាំ2026និងបញ្ចប់ទៅវិញនៅថ្ងៃទី9ខែសីហាឆ្នាំ2026ដែលប្រទេសម៉ុងហ្គូលីធ្វើជាម្ចាស់ផ្ទះសម្រាប់ការប្រកួតតេក្វាន់ដូ ITF ជើងឯកអាស៊ី2026នេះដែរមានអត្តពលិកប្រមាណ 1000 នាក់មកពីជិត30ប្រទេសនៅអាស៊ីចូលរួមប្រកួតក្នុងនោះកម្ពុជាបានបញ្ជូនកីឡាករកីឡាការិនីវ័យក្មេងនិងជម្រើសជាតិក្រុមធំចំនួន32រូបចូលរួមដណ្ដើមអ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតនៅក្នុងការប្រកួតនេះគឺលោកឈុនសាំយ៉ុងជាជនជាតិកូរ៉េខាងត្បូងនិងជាគ្រូបង្វឹកជម្រើសជាតិមេគុនកម្ពុជាបានចូលរួមប្រកួតតំណាងឲ្យប្រទេសកម្ពុជានៅក្នុងព្រឹត្តិការណ៍កីឡាតេក្វាន់ដូពិភពលោក2026 World Taekwondo Hamadan ដោយដណ្ដើមបានមេដាយមាសលើវិញ្ញាសាមេគុនកម្រិត Master អាយុចាប់ពី60ឆ្នាំឡើងទៅពីកម្ពុជាសូមចូលរួមអបអរសាទរនិងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការខិតខំប្រឹងប្រែងនិងស្មារតីកីឡាដ៏ខ្ពង់ខ្ពស់របស់លោកគ្រូដែលបានពំនាំកិត្តិយសនិងមេដាយមាសជូនដល់កម្ពុជាលើឆាកអន្តរជាតិជាពិសេសក៏សូមចូលរួមអបអរសាទរនិងថ្លែងអំណរគុណជាអាណិតដល់អត្តពលិកទាំងអស់ដែលបានលះបង់កម្លាំងកាយចិត្តដើម្បីចូលរួមនិងដណ្ដើមបានមេដាយជូនជាតិមាតុភូមិ